ôi tại saoខ្លួនឯងសំលុយតាម9ខែសោះឥឡូវទិញឡានបានមួយមិនបង់មលុះណាទិញដាច់ទៀតជំមើទៅដល់ភូមិប្រាប់គេផ្អើពេញភូមិហ្មងជីកឡាននេះគេមើលទៀតឃើញឯកសារទិញដាច់ពិតៗទេហើយទុកទៅអីទៀតបូនហ្នឹងThầy anh thầy អត់អីទេអូស្មានតែមែនតែនមិញអូនទិញឡានចេះ Lan này kìa អូនយកសើថាអូនទិញឡានហើយអូនបកបោឈុត Chẳng bàn Lan hốt đôi vô shop ơi ជូនអូនទៅមើលតិចសិនទៅ Chú nôn tờ mơ Lan ấy bông bên lôi nè បាច់ចាំមានលុយសុទ្ធទិញហ្មងទេបងមលុះគេក៏បានដែរចូលរួមតិចតួចតា Tỏ vì nhập đây bốn người này bên lôi tế bàn tay vào bốn nhóm trong và mơ Lan nơi crom hôn forcing mơ hai của ban này bật thử chất bong lúa do mong cuối này cái miền sả bong lúa đây bong bồn lấy ban sầm lăng khơi riêng là Sross A là Lan forcing mà kêu ấy cứ model T5 Evo mơ từ hàng cái nhẹ và năng lấy từ mơ hàng không mới cái miền option đùm nớp ấy class bà forcing T5 Evo này cái miền camera bay rồi học sắp được cái anh mơ ban chung vinh Lan tầm đòn nghe xuống miền tên cả này dương trong mơ Thái Lan dương từ một từ miền pa ayot chẳng là năng dương anh mơ đăng ban được trong camera đi tầm đòn forcing T5 Evo có miền option memory seat đã anh sẽ ấy ban buôn bài phong đây បងប្អូនយើងគ្រាន់តែចុចមកប៉ក់ទៅក៏អីឡាននឹងលោតទៅចូលអ្វីដែលយើងបានកំណត់ហើយយើងអាចចុចបើកដបូលបានទេណាបងប្អូនទំនើបមែនទែនហើយដបូលគេមាន2តង់យើងអាចបើកតែមួយតង់ខាងក្នុងក៏បានឬក៏បើកឲ្យដល់ខាងក្រៅហ្មងក៏បានដែរ Forcing T5 Evo នេះមាន option ចាប់ហ្វ្រាំងអូតូចាប់លបឿនឡានខាងមុខនិងចាប់កន្លងផ្លូវផងដែរចំពោះកៅអីវិញយើងអាចសេរីឲ្យត្រជាក់ក៏បានក្តៅក៏បានតាមកម្រិតនីមួយៗដែលយើងអាចកំណត់បាននៅលើ screen ហ្នឹងហើយយើងចង់បើក option massage ក៏បានដែរកៅអីហ្នឹងគឺមានរបៀប massage រហូតដល់ទៅ5ប្រភេទរបៀបថាបើកឡានបដៅដូចមានអ្នកធ្វើទៅសៃឲ្យយើងបដៅហ្មងចំពោះការសាកថ្មទូរស័ព្ទកាន់តែមានភាពងាយស្រួលទៀតព្រោះនៅក្នុងនេះគឺមាន wireless charge ឲ្យយើងហ្មងបើនិយាយពីគូតក្រោយវិញវាមាន sensor យើងគ្រាន់ដាក់ជើងទៅគឺគូតក្រោយនឹងបើកអូតូហ្មងហើយយើងដាក់ជើងម្ដងទៀតគឺវាបិទឲ្យអូតូវិញអញ្ចឹងងាយស្រួលសម្រាប់ករណីយើងកាន់តែវ៉ាន់ស្ពីងស្ពងពេញដៃអត់មានដៃបើកអញ្ចឹងយើងអាចប្រើជើងបើកក៏បានដែររថយន្ត Forcing ប្រើប្រាស់ម៉ាស៊ីនជប៉ុន Mitsubishi ដែលមានការធានារហូតដល់ពេញមួយជីវិតណាបងប្អូនចំពោះគ្រឿងបន្លាស់វិញក្រុមហ៊ុន Forcing ធានារហូតដល់5ឆ្នាំឬ 150,000 គីឡូម៉ែត្រហើយមានការ free លាងរថយន្តជារៀងរហូតហ្មងអូយប្រពន្ធខ្ញុំគ្រាន់ឃើញហើយដកចិត្តអត់រួចហ្មងជាមួយនឹង Forcing T5 Evo នេះហើយអីដែលលយមួយទៀតណាបងប្អូននៅក្នុងឡានគឺគេមានទូទឹកកកតូចមួយយើងដាក់ភេសជ្ជៈចូលក្នុងនឹងបានទៀតហើយបងប្អូនមិនបាច់ភ័យថាឡាននេះជាអៀតឬក៏តូចអីពិបាកដាក់អីវ៉ាន់អីទេមើលអាគូតក្រោយគេទៅប៉ុណ្ណាណៃបងប្អូនដាក់មនុស្សចូលមួយបាននេះ Forcing T5 Evo ពណ៌សវិញក៏ញាក់ដែរបងប្អូនមើលពីខាងក្រៅមកតាក់ទាញស៊ីវិល័យហ្មងមួយវិញទៀតចំពោះបងប្អូនដែលត្រូវការឡានបែបលក្ខណៈគ្រួសារអញ្ចឹងអាចមកមើល Forcing U-Tour នេះបានស័ក្តិសមមែនទែនចំពោះអ្នកដែលមានសមាជិកគ្រួសារច្រើនព្រោះឯនៅខាងក្នុងនេះមានលក្ខណៈធំទូលាយមានកៅអីច្រើនអង្គុយបានច្រើនអ្នកតែម្ដងនៅគូតឡានវិញបើសិនជាបងប្អូនចង់ដាក់អីវ៉ាន់យើងអាចតម្លាក់កៅអីទៅមុខបានដើម្បីងាយស្រួលក្នុងការដាក់អីវ៉ាន់បានច្រើនអញ្ចឹងណាហើយមើល space ខាងក្រោយគូតឡានធំទូលាយមែនទែនបងប្អូនដាក់អីវ៉ាន់បានច្រើនណាស់អញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍អាចមកមើលបានជាមួយនឹង Forcing T5 Evo ឬក៏ Forcing U-Tour ហើយបើសិនជាអត់មានលុយសុទ្ធទេអាចមកសិក្សាបងរំលោះបានដូចគ្នាដែលទីតាំង showroom របស់គាត់គឺនៅផ្លូវជាតិលេខ 6A នៅស្តុបទី1ភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញយើងហ្នឹង